សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញអំពីការប្រើប្រាស់វិធីសាស្ត្រ IBL ក្នុងការបង្រៀននិងរៀន IBL មានន័យថា Inquiry Based Learning ឬការរៀនដោយផ្អែកលើការស៊ើបអង្កេតនិងការស្វែងរកចំណេះដឹងដោយខ្លួនឯង IBL គឺជាវិធីសាស្ត្របង្រៀនដែលលើកទឹកចិត្តឲ្យសិស្សសួរសំណួរស្រាវជ្រាវនិងស្វែងរកចម្លើយដោយខ្លួនឯងក្នុងវិធីសាស្ត្រនេះគ្រូមិនមែនជាអ្នកបង្រៀនតែម្នាក់ឯងទេប៉ុន្តែជាអ្នកណែនាំនិងជួយសម្របសម្រួលការរៀនគោលបំណងសំខាន់នៃ IBL រួមមានបណ្ដុះសមត្ថភាពសួរសំណួរនិងលើកទឹកចិត្តការស្រាវជ្រាវអភិវឌ្ឍការគិតវិភាគជួយសិស្សដោះស្រាយបញ្ហានិងបង្កើនការចូលរួមក្នុងថ្នាក់រៀនការអនុវត្ត IBL មាន5ជំហានសំខាន់មួយការសួរសំណួរ2ការស្រាវជ្រាវនិងស៊ើបអង្កេត3ការពិភាក្សានិងវិភាគ4ការបង្ហាញលទ្ធផល5ការសន្និដ្ឋានជំហានទាំងនេះជួយឲ្យសិស្សរៀនដោយសកម្មនៅដំណាក់កាលនេះគ្រូលើកសំណួរមួយដើម្បីជំរុញការគិតរបស់សិស្សឧទាហរណ៍ក៏ហេតុអ្វីបានជារុក្ខជាតិត្រូវការពន្លឺថ្ងៃសំណួរនេះជួយឲ្យសិស្សចាប់ផ្ដើមគិតនិងចង់ស្វែងរកចម្លើយបន្ទាប់មកសិស្សចាប់ផ្ដើមស្រាវជ្រាវតាមរយៈសៀវភៅអ៊ីនធឺណិតការពិសោធន៍និងការពិភាក្សាក្រុមសិស្សអាចប្រមូលព័ត៌មាននិងរកភស្តុតាងដើម្បីឆ្លើយសំណួរនៅដំណាក់កាលនេះសិស្សធ្វើការពិភាក្សាជាក្រុមនិងវិភាគព័ត៌មានដែលបានរកឃើញពួកគេចែករំលែកគំនិតប្រៀបធៀបលទ្ធផលនិងស្វែងរកចម្លើយដែលសមស្របបន្ទាប់ពីស្រាវជ្រាវរួចសិស្សធ្វើបទបង្ហាញអំពីលទ្ធផលរបស់ពួកគេអាចប្រើ slide ឬផ្ទាំងរូបភាពវាជួយអភិវឌ្ឍសមត្ថភាពទំនាក់ទំនងនិងទំនុកចិត្តចុងក្រោយគ្រូជួយសង្ខេបចំណេះដឹងសំខាន់និងភ្ជាប់ទៅនឹងមេរៀនជាក់ស្ដែងការសន្និដ្ឋានជួយឲ្យសិស្សយល់ច្បាស់និងចងចាំបានយូរក្នុង IBL គ្រូមានតួនាទីជាអ្នកណែនាំនិងផ្ដល់ការគាំទ្រដល់សិស្សចំណែកសិស្សគឺជាអ្នកស្វែងរកចំណេះដឹងចូលរួមសកម្មនិងធ្វើការសហការជាក្រុមមានអត្ថប្រយោជន៍ជាច្រើនដូចជាបង្កើនការគិតវិភាគភាពច្នៃប្រឌិតនិងការចងចាំបានល្អប៉ុន្តែវាក៏មានគុណវិបត្តិខ្លះដែរដូចជាចំណាយពេលច្រើននិងត្រូវការរៀបចំល្អពីគ្រូឧទាហរណ៍ក្នុងមេរៀនវិទ្យាសាស្ត្រគ្រូអាចសួរថាតើរុក្ខជាតិអាចរស់ដោយគ្មានពន្លឺថ្ងៃបានទេបន្ទាប់មកសិស្សធ្វើការពិសោធន៍កត់ត្រាលទ្ធផលពិភាក្សានិងធ្វើសេចក្តីសន្និដ្ឋានសរុបមក IBL គឺជាវិធីសាស្ត្របង្រៀនដែលផ្ដោតលើការស្វែងរកចំណេះដឹងដោយខ្លួនឯងវាជួយអភិវឌ្ឍការគិតវិភាគនិងការរៀនដោយសកម្មសូមអរគុណសម្រាប់ការទស្សនា